តលយការនៃការសិក្សាខេមរវិទ្យាតលយការនៃការសិក្សាខេមរវិទ្យានេះយើងចង់ដឹងថាតើការសិក្សាពីខេមរវិទ្យានេះពីណាខ្លះមកធ្វើការសិក្សាតែខ្មែរឬជនជាតិបរទេសហើយការសិក្សានឹងមានរបៀបយ៉ាងណាដែរគឺសិក្សាបានប៉ុន្មានល្បិចប៉ុន្មានស៊ីជម្រៅប៉ុន្មានគ្រប់គ្រាន់ទេឬក៏មិនគ្រប់គ្រាន់ទេឬក៏មានការសិក្សាបន្ថែមទៅទៀតតែយើងឃើញថាតាមរយៈការសិក្សាពីតុល្យភាពនៃការសិក្សាខេមរវិទ្យាយើងដឹងថាមានអត្ថបទនិពន្ធមួយរបស់ជនជាតិបារាំងអ្នកស្រាវជ្រាវអ្នកប្រាជ្ញរបស់ជនជាតិបារាំងគឺឈ្មោះថា Henri Mohot បាទលោក Henri Mohot នេះគឺអ្នកប្រាជ្ញខាងធម្មជាតិវិទ្យាហើយគាត់មកដល់ប្រទេសខ្មែរនេះនៅដើមឬក៏ពាក់កណ្ដាលសតវត្សទី19ហើយគាត់នឹងហើយដែលធ្វើដំណើរចូលស្រុកខ្មែរហ្នឹងតាមរយៈសមុទ្រមកតាមសមុទ្រចូលតាមកពតនឹងឯងធ្វើដំណើរតាមប្រទេសគោនឹងមកដល់រាជវាំងនៅឧដុង្គហើយបានជួបនឹងលួងឧត្តមហើយក៏បានសុំលោកឲ្យធ្វើដំណើរតាមផ្លូវទឹកហ្នឹងចុះមកដល់ទៅខាងលើទៅកចេះទៅសិនតែហ្នឹងហើយក៏បានធ្វើដំណើរទៅដល់សៀមរាបអង្គរវត្តដល់ពេលដែល Henri Mohot ហ្នឹងគាត់បានទៅលើអង្គរវត្តហ្នឹងឯងគាត់ឃើញភាពដែលអស្ចារ្យមែនទែនអំពីប្រាសាទហ្នឹងណាដែលវាគួរឲ្យរំភើបគួរឲ្យគិតថាប្រហែលជាមិនមែនមនុស្សសាងសង់ទេបើពេលដែល Henri Mohot ឃើញហ្នឹងគាត់ស្មានថាគាត់ได้យល់សពទេតែគឺខាងមួយផ្សេងទៀតតែដល់គាត់ចាប់ដៃគាត់ទៅច្បាច់មើលទៅគាត់ដឹងថាតែអញមិនមែនយល់សពទេជាការពិតទេណាដូច្នេះហើយបានជាពួកបារាំងនឹងឯងមានការកោតស្ញប់ស្ញែងដល់ជនជាតិខ្មែរបាននិយាយពីមុនទៅជនជាតិបារាំងដែលមកដល់ស្រុកខ្មែរដំបូងគាត់ឃើញខ្មែរហ្នឹងគាត់ស្មានជនជាតិខ្មែរនេះជាជនជាតិភាគតិចមួយដែលមិនមានចេះដឹងទេព្រោះគេមកដល់ឃើញខ្មែរដំបូងឃើញខ្មែរហ្នឹងរស់នៅអត់មានស៊ីវិល័យទេរស់នៅដោយលំបាកលំបិនណាគឺគ្មានសម្ភារៈពាក់អីទេគឺថាយើងឃើញពាក្យខ្មែរប្រើទេថាសៀកកន្តោបណាក្រដល់រកកន្តោបវ៉ាន់គ្មានឃើញអត់មានអំបិលអីប្រឡាក់សាច់អីទេយកផេះមកប្រឡាក់ហូបវាក្រដល់ស្អាតប៉ុណ្ណឹងជាហូបស្ពីហូបអីទេខ្មែរហូបសណ្ដែកហ្នឹងអញ្ចឹងវាកខ្វក់វាអីហ្នឹងរស់នៅវាអត់ស្អាតទេវាបាត់អស់ភាពស៊ីវិល័យរបស់ខ្លួននោះដោយសារការចាញ់សង្គ្រាមច្រើនពេកដោយសារការយាយីរបស់ពួកអ្នកជាតិខាងយើងច្រើនពេកដូច្នេះបារាំងដែលមកដល់ដំបូងបារាំងគិតថាខ្មែរជនជាតិតូចមួយជនជាតិព្រៃភ្នំមួយតូចដែលគ្មានអរិយធម៌ទេប៉ុន្តែHenri Mohotហ្នឹងគាត់ទៅដើរទៅព្រៃភ្នំហ្នឹងក៏គឺប្រាសាទអង្គរហ្នឹងបានជាមានការកោតស្ញប់ស្ញែងអស្ចារ្យបាទសម័យនោះHenri Mohotឃើញហ្នឹងគាត់មិនទាន់មានម៉ាស៊ីនថតអីទេគាត់បានហៅប្រជាជននៅតំបន់ហ្នឹងឯងទស្សត្រាយព្រៃចេញណាដើម្បីឲ្យឃើញប្រាសាទអង្គរហ្នឹងច្បាស់គាត់ជួលប្រជាជននៅតំបន់ហ្នឹងទស្សត្រាយព្រៃហ្នឹងឯងហើយគាត់ក៏យកกระดาษមកគាត់គូររូបប្រាសាទអង្គរហ្នឹងហើយគូររូបហើយគាត់សរសេរពីព័ត៌មានអំពីភាពល្អប្រណិតរបស់ប្រាសាទអង្គរហ្នឹងឯងហើយបានផ្ញើរបស់ហ្នឹងទៅប្រចាំប្រទេសទៅប្រទេសបារាំងហ្នឹងបានទៅពួកអឺរ៉ុបហ្នឹងឯងនាំឲ្យពួកអឺរ៉ុបហ្នឹងមានការភ្ញាក់ផ្អើលណាពីវប្បធម៌អំពីអរិយធម៌អំពីការចេះដឹងរបស់ជនជាតិខ្មែរហ្នឹងពីចំណេះដឹងរបស់ជនជាតិខ្មែរដូច្នេះពួកហ្នឹងក៏ចូលមកធ្វើការសិក្សាស្រាវជ្រាវអំពីជនជាតិខ្មែរហើយនេះអត្ថបទរបស់លោកសិទ្ធិចាមកភឿនលោកថាអញ្ចឹងបទចការស្រាវជ្រាវរបស់ខ្ញុំតាមការស្រាវជ្រាវរបស់ខ្ញុំគិតថាមានអត្ថបទមួយទៀតដែលលោក George Slay លោកបានបញ្ជាក់ថាមានគេបង្ហាញអំពីអត្ថបទមួយដែលបង្ហាញអំពីស្ថានីយ៍សំណង់សែនស្ថានីយ៍កំណែនៃសំណង់សែននោះដែលរកឃើញមុនគេដោយលោករ៉ុបនៅក្នុងឆ្នាំ1867គេស្ថានីយ៍សំណង់សែនគេរកឃើញអីគេរកឃើញកលាលភិភាសាកលាលភិគឺភាសាវប្បធម៌ភាសាយើងសាមញ្ញធម្មតាគឺថាប្រដាប់គឺថាក្អមឆ្នាំងពួចទៅធ្វើអំពីដីដុតហ្នឹងដីនឹងវាកប់ជំរឿទៅ4ម៉ែត្រ5ម៉ែត្រទៅក្រោមមែនទេកុំដីនោះដូច្នេះបានវាឆ្នាំ1887លោកជេមជនជាតិបារាំងដែរហ្នឹងគាត់បានទៅធ្វើកំណាយនៅសំណង់សែនហ្នឹងសំណង់សែនខិតនឹងខេត្តកំពង់ឆ្នាំងនៅស្រុកថយខាងកើតនៃទន្លេសាបនៅខាងងាកកំពង់ឆ្នាំងងាកទៅកំពង់ធំស្រុកកំពង់លែងHenri Mohotរកហ្នឹងបានរកឃើញលោកជេមក្នុងឆ្នាំ1887បានធ្វើកំណាយគាត់ជីចរក្រម5ម៉ែត្រហ្នឹងក៏រកឃើញកលាលភិហ្នឹងក៏រកឃើញឧបករណ៍ធ្វើអំពីថ្មដែលយើងហៅថ្មបំបែកថ្មរំលីដែលលុះក្នុងសម័យបុរេប្រវត្តិហ្នឹងបានប្រើ
ហើយគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនទែនគាត់ក៏ផ្ញើឧបករណ៍ទាំងឡាយទៅប្រទេសបារាំងហើយគាត់បានសរសេររៀបរាប់ព័ត៌មានអំពីស្ថានជម្រៅដែលគាត់ជីកហ្នឹងអំពីទីតាំងវត្ថុហ្នឹងដើម្បីផ្ញើទៅឲ្យអ្នកប្រាជ្ញអ្នកស្រាវជ្រាវនៅជនជាតិបារាំងហ្នឹងគឺផ្ញើទៅសារមន្ទីរនៅទូលូនៅប្រទេសបារាំងទៅទីក្រុងប៉ារីសហ្នឹងឯងពួកនៅធ្វើការនៅសារមន្ទីរជាតិនៅទូលូហ្នឹងគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់អំពីសមិទ្ធផលអំពីវប្បធម៌អំពីអត្តសញ្ញាណរបស់ជនជាតិខ្មែរហ្នឹងឯងបាទដែលគេបញ្ជាក់ថាដោយសារអត្ថបទ2ហ្នឹងឯងដែលធ្វើឲ្យអ្នកប្រាជ្ញអ្នកស្រាវជ្រាវរបស់ជនជាតិអឺរ៉ុបហ្នឹងចុះមកធ្វើការសិក្សាចុះមកស្រាវជ្រាវអំពីជនជាតិខ្មែរយ៉ាងសម្បើមយ៉ាងខ្លាំងក្លានោះឯងថានៅក្នុងឆ្នាំ1888បារាំងបានបង្កើតឡើងនៅក្រុមបេសកកម្មនៃការសិក្សាស្រាវជ្រាវអំពីបុរាណវត្ថុវិទ្យានៅឥណ្ឌូចិនបាទចាំឲ្យច្បាស់ណាឆ្នាំ1898ដែលបារាំងបានបង្កើតក្រុមបេសកកម្មស្រាវជ្រាវអំពីបុរាណវត្ថុវិទ្យានៅឥណ្ឌូចិននេះណាការសិក្សាអំពីបុរាណវត្ថុវិទ្យានៅឥណ្ឌូចិនมันមានទំហំធំធេងណាស់ជាពិសេសនៅខ្មែរយើងនឹងឯងហើយយើងក៏ដឹងដែរថាមកដល់សពថ្ងៃទីតាំងបុរាណវិទ្យាដែលធំជាងគេបំផុតនៅលើពិភពលោកហ្នឹងអាចថានៅខ្មែរហ្នឹងក៏ថាបានដែរហើយគឺយើងអាចបញ្ជាក់បានដែរថាអ្វីដែលជាចម្លើយជាចម្ងល់របស់ពលជនជាតិប៉ូទុយហ្គាល់កាលពីសតវត្សទី16ដែលអ្នកប្រាជ្ញជនជាតិប៉ូទុយហ្គាល់គាត់មកដល់ស្រុកខ្មែរហ្នឹងគាត់ឃើញសិលាចារឹកឃើញអីហ្នឹងក៏សរស្អីក៏វិញគាត់មិនដឹងមានអីយ៉ាងម៉េចបាទពួកជនជាតិបារាំងនឹងឯងដែលមកអានដែលមកបនបកប្រែសិលាចារឹកទាំងអស់ហ្នឹងឲ្យយល់ដឹងពីវប្បធម៌របស់ខ្មែរនឹងឯងបាទពួកក្រុមបេសកកម្មស្រាវជ្រាវអំពីជនជាតិបារាំងមកដល់ឥណ្ឌូចិនហ្នឹងគាត់សិក្សាស្រាវជ្រាវអំពីខ្មែរហ្នឹងឃើញមានទំហំធំធេងណាស់ដូច្នេះការសិក្សាស្រាវជ្រាវរបស់គាត់ថាវាមិនអស់ទេដូច្នេះបានគេបញ្ជាក់ថា3ឆ្នាំក្រោយមកទៀតបាទ3ឆ្នាំក្រោយមកទៀតគឺនៅក្នុងឆ្នាំ1901បាទនៅក្នុងឆ្នាំ1901នេះបារាំងបានបង្កើតនៅសាលាបារាំងចុងបូព៌ាប្រទេសហើយដែលទីតាំងសាលាបារាំងចុងបូព៌ាប្រទេសយើងដឹងថាស្នាក់ការធំគឺតាំងនៅរាជធានីហាណូយបាទពេលនោះប្រទេសវៀតណាមស្ថិតនៅក្នុងរបបរាជានិយមឡើយដែរវិសង្គមបៅដៃអ្នកគ្រប់គ្រងគឺហាណូយហ្នឹងឯងគឺជាប្រេស៊ីដង់ធំរបស់បារាំងតាំងទីនោះហើយយើងដឹងថាសម័យនោះគឺឥណ្ឌូចិនបារាំងហ្នឹងគេចែកជា5ហាណូយគឺនៅភាគខាងជើងកណ្ដាលពួកវេនិងភាគខាងត្បូងអាណាមអ្នកកូសាំងស៊ីនហ្នឹងពេលនគរហ្នឹងហើយនៅខ្មែរនៅឡាវដូច្នេះយើងមានប្រេស៊ីដង់5បារាំងហ្នឹងឥណ្ឌូចិនបែកចែកជា5ក្រោយមកវាទៅជា3បើវៀតណាមគេពង្រួមមក3ទៅវៀតណាមតែមួយទៅនេះហើយក្នុងចំណោម5ហ្នឹងគឺប្រេស៊ីដង់ដែលធំជាងគេអ្នកធំជាងគេរបស់បារាំងដែលទួតាឥណ្ឌូចិនហ្នឹងគឺតាំងទីនៅហាណូយដូច្នេះបានជាគេកើតសាលាស្រាវជ្រាវបារាំងចុងបូព៌ាប្រទេសហ្នឹងដែលទីក្រុងហាណូយយើងមើលឯកសារយើងឃើញថាព្រះសង្ឃខ្មែរក៏សម្ដេចព្រះជោទនាញាណណោជួណាតឯណាសម្ដេចសង្ឃនាយកហ្នឹងលោកធ្លាប់និមន្តទៅរៀននៅទីក្រុងហាណូយជាមួយព្រះសម្ដេចហួតាតាមពិតទៅនិមន្តរៀននៅហាណូយមិនមែនរៀននៅប្រទេសយួនទេមិនមែនរៀននៅសាលាយួនទេគឺទៅរៀននៅសាលាបារាំងចុងបូព៌ាប្រទេសទេហើយទៅរៀនពីអីគឺទៅរៀនពីអក្សរសិលាចារឹករៀនពីសំស្ក្រឹតរៀនពីអីហ្នឹងដែលបារាំងហ្នឹងបើគាត់បង្រៀនហើយទៅបារាំងអានសិលាចារឹករបស់ខ្មែរហ្នឹងដាច់មុនគេព្រោះបារាំងចេះសំស្ក្រឹតច្រើនដូច្នេះអ្នកណាបារាំងណាទេដែលបង្រៀនគឺលវីហ្វីណូតលវីហ្វីណូតហ្នឹងគឺជាអ្នកដែលបង្រៀនដល់សម្ដេចជួណាតសម្ដេចហួតាហ្នឹងហើយយើងដឹងថាពេលនោះលវីហ្វីណូតគាត់ជានាយកសាលាបារាំងចុងបូព៌ាប្រទេសប្រចាំទីក្រុងហាណូយហ្នឹងឯងតែពេលវីហ្វីណូតលោកចាស់ទៅហើយបានលោកផ្ញើសម្បត្តិទៅប្រទេសបារាំងសូមអញ្ជើញលោកហ្សស្ដេសអញ្ជើញលោកហ្សស្ដេសមកហ្សស្ដេសជាសិស្សរបស់វីហ្វីណូតហើយហ្សស្ដេសក៏មកតាមការអញ្ជើញការហៅរបស់លោកគ្រូគាត់ហ្នឹងគាត់មកពេញបំណងរបស់លោកគ្រូគឺមិនធ្វើការសិក្សាស្រាវជ្រាវពីឥណ្ឌូចិនបន្តទៅទៀតដូច្នេះយើងឃើញថាឈ្មោះរបស់ហ្សស្ដេសក៏ជាអ្នកប្រាជ្ញធំមួយរបស់ជនជាតិបារាំងហ្នឹងសម្បើមណាស់ដែរដែលសិក្សាស្រាវជ្រាវអំពីជនជាតិខ្មែរនោះ
ông ô này từ xưa nè sắc xa sao chuyện pi sẽ là chỉ là cứ đăng ngay tha sẽ là chỉ ní cứ lượng giọt sẽ đây chỉ an ở thì họ cả sắc xa pi chi vào màn thì bởi những cứ bảo giọt sẽ đây chỉ nè sao chiêu thì họ cả sắc xa pi và sát mà doán cứ giọt sẽ đây chỉ nè sắc xa chiêu thì họ sắc xa pi và sát ở cầu vót đại bảo số giờ vào màn thì pi nè cầu sáng sắc xa pi chụp lại chẳng lái nó cứ giọt sẽ đây nè sao chiêu và giọt sẽ đây nó cứ nhàสาระยุสาระบารังจงปกปิดประเทศchỉสาขามุ้ยไปจำเนื้อตีกรองผลเป็นเลยฉะนั้นยังเคยท่าตัวอย่างการในการศึกษาเข็มแบบชี้ยังเคยมาลอยชนะมาป้อนประบุหน่อยมุ้ยดาวนั่งเนี่ยศึกษาสายช่วงปีขมายนั่นก็สัตย์จุนชีบารังได้เตะอันนี้ยังยิ่งปิดตัวอย่างการยังเคยเนี่ยสาระบารังจงปกปิดประเทศสัตย์ได้สัตย์จ้าจุนชีบารังได้เมียนกัดซับระบายบายนะหายังดังในท่าสาระบารังจงปกปิดประเทศนี่บางสาวชี้ชันนะของปีจุนชีขมายmàเราสอบไงตามถึงดังป่าที่มีบอกปุ่มทรายเนี่ยต้องตัวสนาวันใดเป็นเชื่อซะบอกสลาบรังจงโบเปียปฏิเนี่ยไปจะมาร้อยบาชีง่ายหายืนกว่าดังได้ทากาแหละมายืนเนี่ยก็ได้ในที่กรงหลายเรื่องภาษาแปลเพียจะมวยเสียนนี่นะในกรงชนะมาปอนผมบุญในหกสิบเชียงนี่ก็เดาซะไอ้ก็ซะบอกสลาบรังจงโบเปียปฏิได้คือได้สลาบรังจงโบเปียปฏินั้นบานสักซาเจ้าหน้าปีเข้มแบบเชียร์ทั้งไอ้ปีจุดจุดหมายนั่งយើងឃើញថាភាសានីមួយៗឧទាហរណ៍ភាសាកោះកេរដែលយើងបានកាលពី10ឆ្នាំជាងមុនដែលយើងឈ្នះក្តីនៅសហរដ្ឋអាមេរិកហ្នឹងគេបានបញ្ជូនបដិមាករមួយមកវិញអាហ្នឹងសម្ដេចវិបុលបញ្ញាសុខអានរស់នៅឡើយទេហើយលោកបានធ្វើពិធីទទួលមួយនៅសាលាវិចិត្រសិល្បៈពេលខ្ញុំបានទៅចូលរួមក្នុងពិធីហ្នឹងដែរគឺទីទេនៃចម្បាំងរូបតួអង្គទូរយោធន៍នឹងឯងហើយរូបនេះមិនធម្មតាទេគឺលេងថ្លៃនៅទីក្រុងញូវយ៉កនោះថ្លៃ$2 លានឡើងទៅលើគឺទេអាហ្នឹងដែលយើងឈ្នះក្តីគេបញ្ជូនមកយើងវិញបានដោយសារឯកសាររបស់សាលាបារាំងចុងបូព៌ាប្រទេសហ្នឹងអញ្ចឹងយើងឃើញសាលាបារាំងចុងបូព៌ាប្រទេសពីជនជាតិខ្មែរគឺច្រើនណាស់សិក្សាតាំងពីសិលាចារឹកសិក្សាតាំងពីប្រាង្គប្រាសាទសិក្សាតាំងពីរចនាសម្ព័ន្ធនៃការគ្រប់គ្រងសិក្សាពីរបបក្សត្រសិក្សាពីទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែររហូតដល់សិក្សារឿងព្រេងប្រជាប្រិយរបស់ខ្មែរទៀតបាទខ្ញុំបានអានឯកសារសាលាបារាំងចុងបូព៌ាប្រទេសបែរជានៅក្បាលទី38អញ្ចឹងហ្នឹងអ្នកប្រាជ្ញបារាំងនេះឈ្មោះ Regignol គាត់ថាគាត់បានស្ដាប់ខ្មែរនិទានរឿងជ័យរឿងអាឡេវគាត់ស្ដាប់ដំបូងគាត់ស្មានតែជារឿងកំប្លុកកំប្លែងធម្មតាគាត់ចេះភាសាខ្មែរច្បាស់ដល់គាត់ស្ដាប់យូរហើយបានគាត់សិក្សាគាត់មើលគាត់វិភាគន័យទៅបានគាត់ដឹងថារឿងអាឡេវឬក៏រឿងអាជ័យនេះគឺក្រៅពីការកំប្លុកកំប្លែងគឺបានបង្កប់នៅគំនិតទស្សនវិជ្ជាដ៏ជ្រៅជ្រះណាស់របស់សង្គមខ្មែររបស់ជនជាតិខ្មែរគាត់ប្រើពាក្យរហូតដល់ទស្សនវិជ្ជាដ៏ក្រាស់ឃ្មឹកទៅទៀតនោះឃើញទេអញ្ចឹងហើយបានវាសិក្សាពីផ្នត់គំនិតពីជំនឿពីទំនៀមទម្លាប់របស់ជនជាតិខ្មែរនឹងឯងតាមរយៈជនជាតិបារាំងអញ្ចឹងយើងនិយាយពីតលយការនៃការសិក្សាខេមរៈជានេះយើងឃើញមកដល់ឆ្នាំ1901ទៅហើយហ្នឹងក៏មិនទាន់មានជនជាតិខ្មែរដែលសាកជាអំពីខ្លួនឯងទេគឺយើងនៅពឹងជនជាតិបារាំងឡើយទេនេះនិយាយពីតលយការដូច្នេះបានជាភាគខាងដើមនិយាយពីប្រវត្តិនៃការសិក្សាខេមរៈជានោះដែលលោកសាស្ត្រាចារ្យមកភឿនគាត់ថាការសិក្សាខេមរៈជាគឺទើបសិក្សាល្អិតអន់នៅពាក់កណ្ដាលសតវត្សទី19គឺគាត់សំដៅទៅលើជនជាតិបារាំងនឹងឯងហើយតែយើងសិក្សាមែនតើយើងក៏ឃើញថាអញ្ចឹងដែរគឺថាសាលាបារាំងចុងបូព៌ាប្រទេសនឹងឯងគឺបានរុករកគឺបានស្រាវជ្រាវអំពីជនជាតិខ្មែរយ៉ាងច្រើនអំពីប្រវត្តិអំពីសកម្មភាពអំពីដើមកំណើតអំពីទំនៀមទម្លាប់ប្រពៃណីអំពីការគ្រប់គ្រងអំពីការប្រព្រឹត្តទៅអំពីប្រាង្គប្រាសាទរបស់ជនជាតិខ្មែរហើយមកដល់សប្តាហ៍យើងដឹងថាការសិក្សាអំពីជនជាតិខ្មែរនេះមិនទាន់ចប់នៅឡើយទេសូម្បីអ្នកប្រាជ្ញអ្នកស្រាវជ្រាវធំពីដើមក៏គេឆ្ងល់ដែរថាជនជាតិខ្មែរពីដើមមានចំណេះដឹងប៉ុន្មានព្រោះប្រាសាទនីមួយៗហ្នឹងមកគិតមកដល់សប្តាហ៍យើងទីមិនដឹងថាខ្មែរនឹងកសាងរបៀបម៉េចទេព្រោះសម័យមុននោះវាអត់មានឧបករណ៍នឹងយូរវាអត់មានឧបករណ៍សម្រាប់ដាប់ឆ្លាក់វាអត់មានឧបករណ៍កលឹងអីសោះហេតុអីបានជាខ្មែរសង់បានដល់ប៉ុណ្ណេះគេនេះយើងអត់ទាន់មានចេះបុកគ្រឹះបុកអីទេតែយើងទៅមើលភាសាអង្គរទៅទៀតវាអត់គឺមានបុកគ្រឹះទៅទៀតគេទេអានេះយើងយកគូទឹកនេះជាគូទឹកនេះធ្វើជាគ្រឹះទៅទៀតហើយយកខ្សាច់មកចាក់អង្គរហ្នឹងបើអ្នកសិក្សាអំពីស្ថាបត្យកម្មអាស៊ីតិចគាត់ភាសាអង្គរមួយគេប្រាប់ថាមានវិស្វករវាជំនាញអាស៊ីតិចរហូតដល់ប្រហែលជា40-50ជំនាញអញ្ចឹងបើគេនិយាយពីវិស្វករនេះគេថាមានរាប់ម៉ឺននាក់
នៅក្នុងសម័យអង្គរហ្នឹងហើយបញ្ជីពីអ្នកដាប់អ្នកឆ្លាក់វិញណាគាត់ប្រាសាទអង្គរមួយមានមនុស្សរាប់ម៉ឺននាក់មកដាប់ឆ្លាក់ពួកដូចទាំងថ្មវាច្រើនសម្បើមពេកវាធំពេកណាព្រោះប្រាសាទអង្គរយើងហ្នឹងសង់ទៅលើផ្ទៃដី200 ហិកតាហើយកម្ពស់65 ម៉ែត្រគឺនឹងវាសម្បើមណាស់ដល់សប្តាហ៍គេចាត់ទុកថាជាប្រាសាទមួយដែលធំជាងគេបំផុតដែលទិសទៅព្រះវិស្ណុនៅលើពិភពលោកណាហើយបើនិយាយពីក្បាច់រចនានិយាយពីគំនិតទស្សនវិជ្ជាក្នុងនោះគឺវាជឿចាស់ណាស់ហើយយើងឃើញទៅទៀតតែស្អីនៅក្នុងឆ្នាំ1930គឺនេះដោយសារការយល់ឃើញរបស់ព្រះបាទស៊ីសុវត្ថិស្ដេចខ្មែរនៅក្នុងសម័យកាលហ្នឹងលួងស៊ីសុវត្ថិហ្នឹងយកឃើញខាងសាសនាមានការរីកចម្រើនដូច្នេះលោកក៏ប្រទានរាជបណ្ណាល័យរបស់លោកនឹងឲ្យមកធ្វើជាវិជាឋានពុទ្ធសាសនាបណ្ឌិតវិជាឋានពុទ្ធសាសនាបណ្ឌិតនឹងធ្វើភារកិច្ចអីខ្លះហើយអ្នកណាអ្នកគ្រប់គ្រងវិជាឋានពុទ្ធសាសនាបណ្ឌិតពីទេមានឈ្មោះថាវិជាឋានពុទ្ធសាសនាបណ្ឌិតតែបារាំងទេអ្នកគ្រប់គ្រងគឺកញ្ញា Susan Capules អ្នកគ្រប់គ្រងគឺតែបើឈ្មោះថានិយាយអំពីពុទ្ធសាសនាប៉ុន្តែសល់បារាំងគ្រប់គ្រងបារាំងបានផ្សាយជាបារាំងបានធ្វើខ្លះព្រោះយើងនិយាយនេះពីតរយៈកាលនៃការសិក្សាអំពីខេមរវិទ្យាយើងឃើញទី1វិជាឋានពុទ្ធសាសនាដូចហ្នឹងពិតថាជាបានការសិក្សាអំពីពុទ្ធវចនៈសិក្សាអំពីទំនៀមទម្លាប់ពីជំនឿអំពីអ្វីដែលពុទ្ធលោកបញ្ញត្តិទុកឲ្យរហូតដល់យើងហៅថាបតៃបិដកនោះអានេះកាលពីហ្នឹងធ្វើអីទៀតគឺបានបកប្រែពីបតៃបិដកហ្នឹងឯង110 វ៉ាននៅវិជាឋានពុទ្ធសាសនាទី3បានធ្វើអីវិជាឋានពុទ្ធសាសនាបានចងក្រងប្រមូលកត់តាឡើងវិញនៅរឿងព្រេងរបស់ខ្មែរទាំងឡាយដែលចាស់ខ្មែរយើងដូនតាខ្មែរបាននិទានទៅតាមភូមិស្រុកនីមួយហ្នឹងបើគ្មានវិជាឋានហ្នឹងកត់តាទុកណាបងដឹងរឿងមានរឿងជាច្រើនហ្នឹងរឿងអាលេវរឿងអាជីរឿងវិជាស្ត្រីរឿងមីយើងរឿងមនុស្សលោករឿងបរោះជីក្តាមរឿងតលសទ្ធិរឿងនេះគឺមនុស្សពិតនេះមានទេអត់មានទេដោយសារវិជាឋានហ្នឹងឯងដែលបានកត់តាទុកគឺទេមានកម្រងប្រជុំរឿងព្រេងខ្មែរដែលកត់តាបាន9 ភាគក្នុង9 ភាគហ្នឹងមាន200 រឿងជាងអានេះអ្នកណាអ្នកសិក្សាអំពីខ្មែរហ្នឹងអានឹងនិយាយពីតលយៈកាលនៃការសិក្សាអំពីខេមរវិទ្យាហើយការកត់តាអំពីសរសិលវិជាប្រៃហ្នឹងគឺនិយាយអំពីទំនៀមទម្លាប់ប្រពៃណីច្បាប់របស់ខ្មែរនៅក្នុងសម័យហ្នឹងឯងឃើញណាទី3ទី4ទៀតវិជាឋានធ្វើអីវិជាឋានបានរៀបចំបង្កើតពាក្យថ្មីដែលយើងប្រើដល់សប្តាហ៍នេះព្រោះយើងដឹងថាឈ្មោះថាសាកលវិទ្យាល័យពាក្យថាមហាវិទ្យាល័យពាក្យថាវិទ្យាល័យពាក្យថាបឋមសិក្សានៅសម័យនោះអត់មានទេដល់ពេលបារាំងចូលមកហើយបានយើងបង្កើតសាកលវិទ្យាល័យបង្កើតមហាវិទ្យាល័យតែយើងអត់ដឹងថាឈ្មោះថ្មីព្រោះបារាំងហៅថា University ណាអញ្ចឹងយើងក៏ប្រែពាក្យទៅសាកលវិទ្យាល័យទៅមហាវិទ្យាល័យទៅបឋមសិក្សាដែលពាក្យថាគណៈរដ្ឋមន្ត្រីពាក្យថានាយករដ្ឋមន្ត្រីពាក្យថារដ្ឋមន្ត្រីពាក្យថាឧបនាយករដ្ឋមន្ត្រីពីដើមមានណាគឺវិជាឋានហ្នឹងដែលបង្កើតពាក្យរាប់ម៉ឺនហ្នឹងសម្រាប់យើងប្រើពាក្យស្អីពាក្យថារាជាយៈស្ម័យយានកម្ពុជាពាក្យថារថយន្តពាក្យថារថតូចក្រយានយន្តពាក្យថាសេដ្ឋកិច្ចពាក្យថាច្បាប់អីហ្នឹងគឺយើងសិតតែបង្កើតពាក្យថ្មីដែលមកប្រើហើយអ្នកណាអ្នករៀបចំគឺវិជាឋានពុទ្ធសាសនាបណ្ឌិតទាំងឯងឃើញណាអានេះជាការសិក្សាអំពីខេមរវិទ្យាហ្នឹងហើយដែលយើងដាក់ថាតលយៈកាលនៃការសិក្សាអំពីខេមរវិទ្យាហ្នឹងកាលពីហ្នឹងវិជាឋានហ្នឹងបានធ្វើអីទៀតវិជាឋានហ្នឹងបានរៀបចំបោះពុម្ពនៅទស្សនាវដ្តីវិទ្យាសាស្ត្រមួយឈ្មោះថាកម្ពុជាសូរិយាគឺទីកម្ពុជាសូរិយានឹងបានបោះពុម្ពនោះគឺមានន័យអត្ថន័យអស្ចារ្យគឺចងក្រងសិតតែកម្រងតវ៉ាសាជាវិទ្យាសាស្ត្រមានតាំងពីរឿងប្រឡោមលោកយើងដឹងថារឿងកុលាបបៃលិនរឿងផ្កាសពូនរឿងសាមកុកអីពីដើមអត់មានពុម្ពបោះពុម្ពផ្សាយទេគឺគេបោះផ្សាយនៅក្នុងទស្សនាវដ្តីកម្ពុជាសូរិយាហ្នឹងឬក៏និយាយពីវត្តប្រវត្តិនៃការកសាងវត្តយើងក៏និយាយពីប្រវត្តិនៃការពិធីបុណ្យមួយក៏និយាយពីប្រវត្តិនៃការសម្ពោធពិធីឬក៏និយាយពីការកសាងសមិទ្ធផលឯណាមួយដែលគេចុះផ្សាយការរកឃើញអ្វីមួយចុះផ្សាយនៅក្នុងទស្សនាវដ្តីកម្ពុជាសូរិយាហ្នឹងអានេះជាសមិទ្ធផលដែលពីការសិក្សាអំពីជនជាតិខ្មែរបើក្រៅពីនឹងវិជាឋានពុទ្ធសាសនាបណ្ឌិតនឹងបានធ្វើទៀតយើងឃើញថាវិជាឋានហ្នឹងបានធ្វើអីបានវិជាឋានហ្នឹងបានកត់ត្រាទុកនៅអ្វីដែលជាគតិមលិតរបស់ក្រមយឃើញទេតាមពិតទាំងអស់ឲ្យបានសរសេរទេគាត់ចេះតែដើរជាងទៅតែវិជាឋានហ្នឹងមានកញ្ញា Susan Capules ហ្នឹងជនជាតិបារាំងជានាយកហ្នឹងគាត់បានអញ្ជើញក្រមយមកឲ្យច្រៀងហើយគាត់ហៅបុគ្គលិកសមាជិកនៃវិជាឋានហ្នឹងមកកត់ត្រាទុកចម្រៀងទាំងឡាយរបស់ក្រមយហ្នឹង
តាទុកហ្នឹងយើងឃើញណាមាន5 6អត្ថបទហ្នឹងទីគឺអីអត្ថបទនិយាយពីច្បាប់ល្បើកថ្មីអត្ថបទនិយាយពីច្បាប់គេកាអត្ថបទនិយាយពីបណ្ដាំក្លងងុយគេកាបណ្ដៅហ្នឹងឃើញទេអានេះហើយគឺវិជាឋានហ្នឹងអ្នកគាត់ថាទុកអានេះការសិក្សាអំពីខេមរៈវិទ្យាហើយគឺតែអាហ្នឹងយើងនិយាយពីតរយការនៃការសិក្សាខេមរៈវិទ្យាមកដល់ឆ្នាំ1930ហើយហ្នឹងគឺនៅតែជនជាតិបារាំងហ្នឹងឯងអ្នកធ្វើការសិក្សាស្រាវជ្រាវអំពីជនជាតិខ្មែរសិក្សាអំពីចំណេះដឹងទាំងឡាយផ្សេងៗរបស់ជនជាតិខ្មែរហ្នឹងឯង